ត្រៀមយកបុត្រតើបានយកដឹងអ្វីខ្លះទាក់ទងពីជំងឺផ្ដាសាយជំងឺផ្ដាសាយគឺជាការរលាកផ្លូវដង្ហើមផ្នែកខាងលើដែលបណ្ដាលមកពីវីរុសហើយអាការៈរួមផ្សំមានក្អកក្តៅខ្លួនឈឺកនិងពិបាកដកដង្ហើមស្ត្រីមានផ្ទៃពោះគឺជាស្ត្រីដែលមានប្រព័ន្ធភាពផ្សំខ្សោយជាងស្ត្រីធម្មតាដែលគាត់ងាយប្រឈមនឹងឆ្លងជំងឺផ្ដាសាយអាការៈដែលគាត់កើតមានជាញឹកញាប់គឺក្តៅខ្លួនខ្លាំងឬក៏រលាកផ្លូវដង្ហើមធ្ងន់ធ្ងរដែលអាចឈានរហូតដល់ត្រូវការសម្រាកនៅមន្ទីរពេទ្យដែលអាចមានផលវិបាកទៅលើកូនឲ្យមានការសម្រាកកូនមិនគ្រប់ខែអាចបណ្ដាលឲ្យកូនស្ទើរគីឡូអាចឲ្យកូនរលូតឬក៏អាចឲ្យកូនមានការស្លាប់នៅក្នុងផ្ទៃម្ដាយគេបានរកឃើញថាការចាក់វ៉ាក់សាំងផ្ដាសាយមិនបណ្ដាលឲ្យមានផលវិបាកទៅលើស្ត្រីនិងកូនទេដូច្នេះតាមរយៈការសិក្សារបស់ CDC គេបានណែនាំនិងលើកទឹកចិត្តឲ្យស្ត្រីធ្វើការចាក់វ៉ាក់សាំងផ្ដាសាយនៅពេលដែលគាត់ត្រៀមយកបុត្រឬក៏ក្នុងកំឡុងពេលដែលគាត់មានផ្ទៃពោះអាចជួយទៅលើស្ត្រីខ្លួនឯងមិនងាយឆ្លងនៅជំងឺផ្ដាសាយនិងបង្ការទៅលើបុត្ររបស់គាត់ដូចគ្នាហើយការចាក់វ៉ាក់សាំងផ្ដាសាយនេះក៏អាចជួយដល់ស្ត្រីនិងកូននៅពេលដែលសម្រាលហើយមិនងាយឆ្លងនៅជំងឺផ្ដាសាយរហូតដល់កូនឈានដល់អាយុ6 ខែអាចនឹងចាក់វ៉ាក់សាំងផ្ដាសាយទៅលើកូនបន្តបាន